มสวัสดิ์กรมการទូសនានៅប្លុករបស់ខ្ញុំម៉ាតបូណាគឺជាអ្នកដឹកជញ្ជូនត្រេតសូមបង្ហាញសកម្មភាពការដឹកជញ្ជូននៅក្នុងទីក្រុងតែខ្មៅបងប្អូនទស្សនាហើយកុំភ្លេចជួយ like ជួយ share ជំរាបសួរបងប្អូននេះគឺជាសកម្មភាពដឹកជញ្ជូននៅក្នុងទីក្រុងតែខ្មៅបាទខ្ញុំជាប់នៅហាង Lucky ហើយបងនេះគឺយកទៅខាងផ្លូវ Tiger នៅក្នុងបូរី High Tech អូខេឥឡូវខ្ញុំក៏ជាកាត់នៅម៉ោង 5 ល្ងាចបងប្អូនគឺនៅមុខវិទ្យាល័យសម្ដេចហ៊ុនសែនទឹកខ្មៅគឺបងប្អូនជាសិស្សានុសិស្សកំពុងតែធ្វើការចេញពីសាលាដើម្បីធ្វើដំណើរទៅផ្ទះហើយនឹងសកម្មភាពបងប្អូនដែលរស់នៅក្នុងទីក្រុងទឹកខ្មៅទាំងអស់គ្នាបាទឥឡូវនេះខ្ញុំបានមកដល់រង្វង់មូដើម្បីឡើងស្ពានឆ្លងកាត់ទៅខាងផ្លូវ Tiger ទៅខាងបូរី High Tech បងប្អូនស្ពានមិត្តភាពកម្ពុជាចិនតាខ្មៅឬស្ពានព្រែកសំរោងស្ពានមិត្តភាពកម្ពុជាចិនតាខ្មៅឬស្ពានព្រែកសំរោងដោយក្បាលស្ពានត្រើយខាងលិចស្ថិតក្នុងភូមិព្រែកសំរោងសង្កាត់តាខ្មៅក្រុងតាខ្មៅខេត្តកណ្ដាលនិងត្រើយខាងកើតស្ថិតក្នុងភូមិព្រែកចំពុកឯកសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពើរាជធានីភ្នំពេញប្រជាពលរដ្ឋនៅខេត្តកណ្ដាលនិងរាជធានីភ្នំពេញពិសេសអ្នករស់នៅក្នុងក្រុងតាខ្មៅនិងខណ្ឌច្បារអំពើរាជធានីភ្នំពេញមានភាពត្រេកអរនិងសប្បាយចិត្តយ៉ាងខ្លាំងចំពោះសមិទ្ធផលស្ពានឆ្លងកាត់ទន្លេបាសាក់ដែលអាចឲ្យពួកគេធ្វើដំណើរឆ្លងកាត់ដោយលែងជួបការពិបាកឆ្លងទូកដរដោយកាលដែលមិនទាន់មានស្ពាននេះទៀតហើយស្ពាននេះមិនត្រឹមតែជួយសម្រួលការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញនិងជាផ្លូវវាងក្រុងតែប៉ុណ្ណោះទេប៉ុន្តែស្ពាននេះក៏មានឧត្តមប្រយោជន៍យ៉ាងធំធេងសម្រាប់រួមចំណែកអភិវឌ្ឍនិងជាមួយជេN5253ឥឡូវនេះគឺខ្ញុំបានមកដល់ទីតាំងរបស់អតិថិជនហើយរបស់បងប្អូនគឺកំពុងតែចូលទៅក្នុងបូរីដើម្បីប្រគល់អីវ៉ាន់ជូនទៅដល់អតិថិជនដែលបានកំងអំពីហាង Lucky នៅទឹកខ្មៅខ្ញុំត្រឡប់មកពីបូរី High Tech នៅកោះកំបីហើយមកដល់ក្រុងទឹកខ្មៅវិញក៏បានជួបសាច់អាំងដំហុងនៅទឹកខ្មៅយកទៅពេលហូត60ម៉ែត្រអញ្ចឹងបងនេះគឺចាយចេញអំពីក្រុងទឹកខ្មៅហើយបាយបាយក្រុងទឹកខ្មៅហើយជួបគ្នាទៀតនៅក្នុងបូរីពេញហូត60ម៉ែត្រដូចរួយបងប្អូនយកមកពីតោសាច់អាំងក្រៅទឹកស្មាតអញ្ចឹងគោលដៅគឺឡើងចូលទៅភ្នំពេញផ្សារទូតកូឬក៏ផ្សារបាំងតបែកតែស្រួលចូលទៅប្រូកូលីនទៀតហើយបាយបាយ